នៅក្នុងមេរៀននេះខ្ញុំបាទនឹងបង្ហាញអ្នកនរគ្នាអំពីរបៀបនៃការដាក់វីដេអូនៅក្នុងទំព័រ WordPress ដល់ពេលលោកអ្នក sign in នៅក្នុង WordPress ហើយសូមលោកអ្នកបន្ថែមនៅប្រកាសថ្មីនោះលោកអ្នកនឹងចូលមកដល់ទំព័រនេះហើយក្នុងការដាក់វីដេអូគឺលោកអ្នកអាចប្រើនៅក្នុងជម្រើសត្រង់នេះចុចនៅត្រង់ចំណុចនេះលោកអ្នកនឹងឃើញពាក្យថាបន្ថែមវីដេអូហើយប្រសិនបើលោកអ្នកចង់យកវីដេអូពី YouTube គឺមិនបាច់ចុចនៅត្រង់នេះក៏បានដែរលោកអ្នកគ្រាន់តែវាយនៅលើទំព័រនេះគឺវាយដូចខាងក្រោមគឺវាកូដមួយនេះគឺសញ្ញាគ្នាបបើករួចហើយពាក្យថា YouTube ហើយសញ្ញាស្មើហើយលោកអ្នកត្រូវ paste ឬក៏សរសេរនៅ URL របស់វីដេអូហ្នឹងនៅក្នុងបន្ទាប់ពីសញ្ញាស្មើនេះឧទាហរណ៍ថានៅក្នុងករណីនេះខ្ញុំបាទនឹងយកវីដេអូរបស់ Girl Generation ចំណងជើង The Boy ហើយយើងអាចយកវីដេអូនៅក្នុងនេះពី YouTube បានដោយ right click ហើយ copy វីដេអូ URL បន្តមកទៀតយើងចូលទៅកាន់ទំព័រ WordPress តែបង្កើតដាក់បទថ្មីមិញហើយ paste នៅ URL មិញចូលមកបន្តមកទៀតបិទគ្នាវិញបាទកូដ YouTube ហើយគ្នាបើកនិងគ្នាបិទហើយដាក់ URL របស់វីដេអូនេះគឺនឹងបង្ហាញនៅវីដេអូពី YouTube ចូលមកក្នុង WordPress បន្ទាប់ពីវានៅកូដនេះហើយនឹងដាក់ URL រួចហើយនោះសូមលោកអ្នកចុចផ្សព្វផ្សាយដើម្បីផ្សព្វផ្សាយឬមួយក៏មើលសាកដើម្បីមើលថាតើវីដេអូបានដាក់ចូលហើយឬនៅបាទបន្ទាប់ពីបានចុចមើលសាករួចហើយលោកអ្នកនឹងឃើញទំព័រដែលបានបង្កើតអំបញ្ញមិញគឺជាវីដេអូដែលយើងបានដាក់ហើយលោកអ្នកអាចចុច play នោះវីដេអូនេះនឹង play ដូចគ្នានឹងការ play នៅក្នុង YouTube ដែរបាទមេរៀនថ្ងៃនេះតកតងទៅនឹងការដាក់វីដេអូចូលនៅក្នុងទំព័រ WordPress ត្រូវបានដល់ទីបញ្ចប់ហើយខ្ញុំបាទសូមអរគុណចំពោះការតាមដានសិក្សាទាំងអស់គ្នាសម្រាប់ពេលនេះខ្ញុំបាទសូមជម្រាបលា